យើងចូលដល់មេរៀនដែលខ្ញុំពិតជារំភើបណាស់នៅមេរៀនខាងមុខនេះយើងនឹងនិយាយអំពីការគោរពដល់អ្នកតូចតាចតើខ្ញុំកំពុងនិយាយអំពីអ្វីតោះយើងអានអត្ថបទគម្ពីរជាមុនសិនព្រះយេស៊ូវមានបន្ទូលនៅម៉ាថាយជំពូក10ខ42ថាអ្នកណាឲ្យទឹកត្រជាក់សូម្បីតែមួយកែវដល់អ្នកតូចតាចម្នាក់ក្នុងនាមជាសិស្សរបស់ខ្ញុំសូមប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថាអ្នកនោះនឹងទទួលរង្វាន់មិនខានខ្ញុំពេញចិត្តចំណុចនេះណាស់ខ្ញុំពេញចិត្តមេរៀនបន្ទាប់នេះណាស់ព្រោះវាជាអ្វីដែលមនុស្សជាច្រើនមើលរំលងនៅសប្តាហ៍ថ្ងៃនេះជាអ្វីមួយដែលអាចផ្លាស់ប្រែក្រុមគ្រួសារយើងក្រុមហ៊ុនយើងក្រុមជំនុំនិងប្រទេសជាតិយើងដូច្នេះតើអ្នកតូចតាចជានរណាទៅគឺជាអ្នកដែលស្ថិតនៅក្រោមការថែទាំរបស់យើងគឺជាអ្នកដែលព្រះដាក់ឲ្យយើងមានសិទ្ធិអំណាចលើដូច្នេះនៅក្នុងបរិបទគ្រួសារគឺជាប្តីដែលមានសិទ្ធិអំណាចនៅលើប្រពន្ធនិងកូនរបស់គាត់នៅកន្លែងធ្វើការគឺជាប្រធាននៅផ្នែកកីឡាគឺជាគ្រូបង្វឹកនៅក្នុងក្រុមគឺជាអ្នកដឹកនាំក្រុមហើយយើងនឹងសិក្សាស៊ីជម្រៅបន្ថែមទៀតខ្ញុំចង់ឲ្យលោកអ្នកស្ដាប់ព្រះបន្ទូលព្រះយេស៊ូវនៅម៉ាថាយជំពូកទី18ព្រះយេស៊ូវមានបន្ទូលដ៏ហ្មត់ចត់អ្នកណានាំអ្នកតូចតាចម្នាក់ក្នុងបណ្ដាអ្នកដែលជឿលើខ្ញុំនេះឲ្យប្រព្រឹត្តអំពើបាបដូច្នេះទ្រង់មានបន្ទូលសំដៅលើអ្នកដែលស្ថិតនៅក្រោមសិទ្ធិអំណាចរបស់យើងគឺជាអ្នកតូចតាចអ្នកណានាំអ្នកតូចតាចម្នាក់ក្នុងបណ្ដាអ្នកដែលជឿលើខ្ញុំនេះឲ្យប្រព្រឹត្តអំពើបាបចំពោះអ្នកនោះប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងគាត់ទម្លាក់ទៅក្នុងបាតសមុទ្រឲ្យលង់ទឹកប្រសើរជាងទុកឲ្យគាត់នៅរស់ដោយមានសញ្ញាឧទានមនុស្សលោកមុខជាត្រូវវេទនាមិនខានចូលកំខោខើចំពោះនរណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះដោយមានឧទានសញ្ញាខ្ញុំសន្យាថាទេវតារបស់ពួកគេជាមួយព្រះបិតារបស់ខ្ញុំនៅស្ថានបរមសុខគ្រប់ពេលវេលានៅពេលដែលអ្នកស្ដាប់ព្រះបន្ទូលទាំងនេះដោយយកចិត្តទុកដាក់ព្រះយេស៊ូវមានបន្ទូលថាបើអ្នកធ្វើកិច្ចការនេះសម្រាប់អ្នកតូចតាចជាងគេក្នុងចំណោមបងប្អូនខ្ញុំក៏អ្នកធ្វើចំពោះខ្ញុំដែរយើងប្រព្រឹត្តចំពោះមនុស្សដែលនៅក្រោមសិទ្ធិអំណាចយើងយ៉ាងណាគឺយើងប្រព្រឹត្តចំពោះព្រះយេស៊ូវយ៉ាងនោះជាការធ្ងន់ធ្ងរព្រោះព្រះជាម្ចាស់ប្រទានសិទ្ធិអំណាចនៅក្នុងព្រះរាជដើម្បីបម្រើនិងការពារមិនមែនប្រើប្រាស់ដើម្បីប្រយោជន៍យើងទេឧទាហរណ៍ដ៏ច្បាស់អំពីរឿងនេះហើយនេះគឺដើម្បីបង្ហាញអំពីរឿងដ៏ត្រឹមត្រូវគឺនៅពិធីលៀងព្រះអង្គម្ចាស់សូមគិតពីរឿងនោះព្រះយេស៊ូវហៀបនឹងចាក់ចេញពីពួកសិស្សហើយទ្រង់ជ្រាបថាទ្រង់នឹងត្រូវគេឆ្កាងហើយទ្រង់នឹងត្រូវយាងទៅឋានសួគ៌ដូច្នេះទ្រង់ចង់បន្សល់ទុកនៅអារម្មណ៍ដែលនៅស្ថិតស្ថេរជាមួយពួកគេដូច្នេះតើទ្រង់ធ្វើអ្វីទ្រង់លាងជើងឲ្យពួកគេពេលខ្ញុំក្លាយជាគ្រិស្តបរិស័ទនៅចុងទសវត្សរ៍ឆ្នាំ1970និង80ខ្ញុំពិតជាមិនចូលចិត្តការលាងជើងទេព្រោះយើងសឹងតែដូចជាខ្ញុំមិនដឹងទេដូចជាការងប់ងល់យ៉ាងខ្លាំងជាមួយនឹងការលាងជើងនេះរាល់លើកពេលដែលខ្ញុំទៅសិក្សាព្រះគម្ពីរជាក្រុមហើយគេយកចន្លែកនិងយកក្រណាត់មកហើយខ្ញុំមានអារម្មណ៍ចម្លែកហើយក៏ព្យាយាមចាក់ចេញពីការប្រជុំនោះក្រោយមកខ្ញុំដឹងថាការដែលខ្ញុំចាក់ចេញនោះគឺត្រឹមត្រូវហើយព្រោះបើអ្នកចាំពេលដែលលោកម៉ូសេបានដាក់សត្វពស់នៅលើបង្គោលឈើហើយគ្រប់គ្នាដែលមើលទៅកាន់សត្វពស់នោះដែលព្រះប្រោសគេឲ្យជាប៉ុន្តែក្រោយមកជនជាតិអ៊ីស្រាអែលបានធ្វើរូបសំណាកពស់នោះហើយខ្ញុំគិតថាយើងសឹងតែបានយកការលាងជើងនេះជាការថ្វាយបង្គំមួយនៅចុងឆ្នាំ1970និងដើមឆ្នាំ80យើងមិនបានយល់អំពីអត្ថន័យពិតប្រាកដពីក្រោយរឿងនោះទេនៅរាល់លើកដែលអ្នកអានយ៉ូហានជំពូក13ខ្ញុំពិតជាចង់ឲ្យអ្នកយល់ពីបរិបទសូមគិតអំពីសម័យរបស់ព្រះយេស៊ូវដំបូងបង្អស់ទ្រង់ពិសារអាហារពេលល្ងាចចុងក្រោយនៅក្នុងផ្ទះដ៏ស្អាតមួយផ្ទះនេះធំហើយអាចដាក់ព្រះយេស៊ូវនិងពួកសិស្សទាំង12របស់ទ្រង់ហើយគេអាចពិសារអាហារពេលល្ងាចមួយពេលជុំគ្នាដោយមិនរំខានដល់គ្រួសារម្ចាស់ផ្ទះដូច្នេះម្ចាស់ផ្ទះនេះគឺជាអ្នកមានខ្លាំងគួរសមនៅសម័យនោះម្ចាស់ផ្ទះដែលមានទ្រព្យស្ដុកស្ដំមានអ្នកបម្រើក្នុងផ្ទះពី20ទៅ30នាក់ហើយអ្នកបម្រើដែលទាបជាងគេគឺមានន័យថាទាបជាងគេក្នុងចំណោមអ្នកទាំង20-30នាក់នោះជាទូទៅគឺស្ត្រីហើយពួកគេមានទំនួលខុសត្រូវរបស់គេគឺលាងជើងឲ្យភ្ញៀវនៅពេលដែលភ្ញៀវដើរចូលមកដល់ក្នុងផ្ទះហេតុអ្វីសូមគិតជាមួយខ្ញុំបន្តិចនៅសម័យនោះមិនមានផ្លូវបេតុងទេអូខេគឺមានផ្លូវដីហើយគេក៏មិនទាន់មានរថយន្តដែរសូម្បីតែកង់ក៏មិនមានដែរតែអ្នកដឹងថាគេជាអ្វីទេគេជាអូតនឹងសេះហើយអ្នកដឹងថាអូតនឹងសេះមិនចូលទៅក្នុងបន្ទប់ទឹកទេគេក៏មិនចូលទៅកន្លែងឈប់សម្រាកដែរហើយគេក៏មិនទៅបន្ទប់ទឹករបស់សត្វអូតដែរគឺវាជុះនៅតាមផ្លូវពាសវាលពាសកាលហើយអ្នកក៏ត្រូវតែចាំថាគេមិនមានស្បែកជើងកីឡាស្អាតហើយក៏មិនមានស្បែកជើងម៉ាកល្បីៗស្អាតដែរគេដើរដោយជើងទទេឬពាក់ស្បែកជើងសង្រែកដូច្នេះអ្នកដើរនៅតាមផ្លូវដែលមានភក់កក្រិចកខ្វក់ហើយមានលាមកនិងទឹកនោមអូតនឹងសេះនៅតាមផ្លូវហើយអ្នកដឹងថាពេលដែលអ្នកចូលទៅផ្ទះមួយគឺត្រូវតែលាងសម្អាតជើងរបស់អ្នកដូច្នេះចំណុចសំខាន់គឺថាពួកសិស្សទាំង12នោះទើបតែដើរចូលទៅក្នុងផ្ទះនោះនៅពេលល្ងាចនោះហើយអ្នកទាំង12នោះបានមើលឃើញប្រហែលជាស្ត្រីម្នាក់ដែលមានវ័យក្មេងលាងជើងរបស់ពួកគេ
ហើយអ្នកទាំង12នោះដឹងថានេះគឺជាអ្នកបម្រើក្នុងផ្ទះដែលមានឋានៈទាបជាងគេបង្អស់ដោយដឹងពីរឿងនេះឥឡូវនេះអ្នកយល់កាន់តែច្បាស់ពីបរិបទទាំងមូលហើយមែនទេអ្នកត្រូវតែយល់ពួកសិស្សកំពុងតែមើលឃើញព្រះយេស៊ូវដោះព្រះពររបស់ទ្រង់ចេញហើយយកកន្សែងមកក្រវ៉ាត់ចង្កេះហើយយកកធុនមកនិងធ្វើអ្វីដោយដែលស្ត្រីបម្រើនោះបានធ្វើហើយគេភ្ញាក់ផ្អើលជាខ្លាំងលោកពេត្រុសនិយាយថាអត់ទេខ្ញុំមិនអោយលោកគ្រូធ្វើបែបនេះទេហើយអ្នកដឹងថាព្រះយេស៊ូវមានបន្ទូលអ្វីទៅគាត់ហើយគឺអ្នកមិនចូលរួមជាមួយខ្ញុំទេបើអ្នកមិនធ្វើកិច្ចការនេះដូច្នេះព្រះយេស៊ូវមានបន្ទូលបន្ទាប់ពីទ្រង់លាងជើងដល់គេទាំងអស់ហើយខ្ញុំពេញចិត្តនៅព្រះបន្ទូលនេះណាស់តើអ្នករាល់គ្នាយល់អំពីកិច្ចការដែលខ្ញុំបានធ្វើចំពោះអ្នករាល់គ្នាទេអ្នកហៅខ្ញុំថាព្រះគ្រូនិងព្រះអម្ចាស់នោះត្រូវមែនខ្ញុំពេញចិត្តចំណុចនេះណាស់គឺខ្ញុំនឹងហើយខ្ញុំជាម្ចាស់នៃសកលលោកទាំងមូលហើយបើខ្ញុំជាព្រះអង្គម្ចាស់និងជាព្រះគ្រូបានលាងជើងឲ្យអ្នករាល់គ្នាក៏ត្រូវតែលាងជើងឲ្យគ្នាទៅវិញទៅមកដែរខ្ញុំធ្វើជាគំរូឲ្យអ្នករាល់គ្នាប្រព្រឹត្តសូមប្រព្រឹត្តចំពោះគ្នាដោយដែលខ្ញុំបានប្រព្រឹត្តដល់អ្នករាល់គ្នាអ្នកដឹងថាព្រះយេស៊ូវមានបន្ទូលបង្ហាញពីអ្វីទេមែនហើយខ្ញុំជាអ្នកសំខាន់ជាងគេនៅក្នុងក្រុមជំនុំនេះខ្ញុំជាព្រះអង្គម្ចាស់ជាមេទ័ពនិងជាស្ដេចប៉ុន្តែក្នុងនាមជាព្រះអង្គម្ចាស់ជាមេទ័ពនិងជាស្ដេចខ្ញុំជ្រើសរើសបម្រើអ្នករាល់គ្នាព្រះយេស៊ូវមានបន្ទូលថាទាំងសាសដតីទាំងអ្នកមិនជឿទាំងនោះចៅហ្វាយរបស់ពួកគេគឺជាម្ចាស់នៅលើមនុស្សទ្រង់មានបន្ទូលថាប៉ុន្តែនៅទីនេះខ្ញុំមិនមែនទេខ្ញុំក្នុងចំណោមអ្នករាល់គ្នាខ្ញុំធ្វើជាអ្នកបម្រើវិញតើអ្នកដឹងទេថាព្រះយេស៊ូវមានបន្ទូលសម្ដៅលើអ្វីដល់អ្នកទាំងនេះខ្ញុំជាអ្នកបម្រើនាំមកគេនៃក្រុមជំនុំសូមចាំថាស្ត្រីដែលជាអ្នកបម្រើតូចទាបជាងគេបំផុតនោះទ្រង់មានបន្ទូលថាអ្នករាល់គ្នាខ្ញុំជាអ្នកបម្រើធំជាងគេក្នុងក្រុមជំនុំសូមធ្វើតាមគំរូរបស់ខ្ញុំចុះនៅពេលដែលអ្នកធ្វើការដឹកនាំនៅក្នុងព្រះរាជជាមួយនឹងផ្នត់គំនិតបែបនោះវានឹងផ្លាស់ប្រែអ្វីគ្រប់យ៉ាងវាផ្លាស់ប្រែគ្រប់យ៉ាងទាំងអស់ផ្លាស់ប្រែរបៀបដែលអ្នកតាក់ទងជាមួយកូនអ្នកផ្លាស់ប្រែរបៀបដែលអ្នកតាក់ទងជាមួយនឹងអត្តពលិកដែលស្ថិតនៅក្រោមការបង្វឹករបស់អ្នកផ្លាស់ប្រែរបៀបដែលអ្នកដោះស្រាយជាមួយមនុស្សនៅក្នុងថ្នាក់រៀនរបៀបដែលអ្នកដោះស្រាយជាមួយមនុស្សដែលធ្វើការជាមួយអ្នករបៀបដែលអ្នកដោះស្រាយជាមួយមនុស្សក្នុងក្រុមជំនុំហើយបើអ្នកជាគ្រូគង្វាលវានឹងផ្លាស់ប្ដូរអ្វីៗទាំងស្រុងនៅពេលដែលអ្នកចងចាំពីសេចក្តីពិតនេះតាមពិតខ្ញុំចំណាយពេលដើម្បីសាបព្រោះនៅសេចក្តីនេះចូលទៅក្នុងដួងចិត្តរបស់អ្នកដែលអ្នកត្រូវយល់ថាសិទ្ធិអំណាចនៅក្នុងព្រះរាជគឺថាអ្នកអាចក្លាយជាអ្នកបម្រើដែលកាន់តែធំដូច្នេះខ្ញុំសូមចែករំលែកជាមួយលោកអ្នកដែលរឿងនេះពាក់ព័ន្ធនៅលើគ្រប់ផ្នែកទាំងអស់ពេលនិយាយដល់សមាជិកក្រុមរបស់យើងមានសមាជិកក្រុមប្រហែលជា40ទៅ45នាក់ខ្ញុំដោយមានគោលបំណងគិតអំពីរបៀបដែលខ្ញុំឲ្យតម្លៃសមាជិកក្រុមម្នាក់ៗយ៉ាងណាខ្ញុំចំណាយពេលគិតនៅក្នុងចិត្តខ្ញុំថាខ្ញុំឲ្យតម្លៃប៉ុណ្ណាទៅដល់អ្នកដែលបញ្ជាកាមេរ៉ាទាំងនេះហើយរៀបចំឧបករណ៍ទាំងនេះហើយខ្ញុំតែងតែនិយាយប្រាប់ខ្លួនឯងថាពួកគេមានអំណោយទានខ្លាំងមែនទែនខ្ញុំមិនអាចធ្វើអ្វីដែលអស្ចារ្យបែបនេះបានទេគេរៀបចំឲ្យខ្ញុំមើលមកបានស្អាតសង្ហាមែនទែនខ្ញុំអាយុ60ឆ្នាំហើយអូខេប៉ុន្តែមើលទៅដូចជាអាយុ35ឆ្នាំអញ្ចឹងមិនមែនដោយសារតែសម្រស់ខ្ញុំទេប៉ុន្តែដោយសារក្រុមការងារទាំងនេះបានរៀបចំភ្លើងបានល្អមែនទែនគេមានអំណោយទានណាស់ហើយខ្ញុំពិតជាស្ញប់ស្ញែងហើយនិយាយថាវ៉ាវអ្នកទាំងនេះពិតជាពូកែមែនទែនហើយខ្ញុំគិតអំពីរឿងនោះជាមួយបុគ្គលិកផ្នែកគណនេយ្យរបស់យើងអរគុណព្រះអង្គដែលបុគ្គលិកគណនេយ្យធ្វើការឲ្យអ្វីៗទាំងអស់បានត្រឹមត្រូវយើងចង់ធ្វើជាពន្ធកិច្ចដែលមានភាពស្អាតស្អំទាំងស្រុងខ្ញុំគិតពីរឿងនោះនៅពេលដែលយើងគិតអំពីបុគ្គលិកដែលធ្វើការនៅក្នុងឃ្លាំងពួកគេផ្ញើធនធានជាច្រើនទៅដល់អ្នកដែលមានចិត្តស្រេកឃ្លានហើយខ្ញុំគិតថាជារង្វាន់ដ៏ធំអស្ចារ្យណាស់នៅក្នុងព្រះកាយរបស់ព្រះគ្រីស្ទមិនសូវឃើញពីពួកគេទេភាគច្រើនគេមើលឃើញខ្ញុំព្រះអង្គមានបន្ទូលថាផ្នែកដែលមិនមាននរណាមើលឃើញគឺទទួលកិត្តិយសកាន់តែអស្ចារ្យជាងផ្នែកដែលគេមើលឃើញខ្ញុំរក្សាសេចក្តីនោះនៅក្នុងដួងចិត្តខ្ញុំព្រោះខ្ញុំមិនចង់ប្រព្រឹត្តចំពោះអ្នកណាម្នាក់ក្នុងក្រុមយើងថាធម្មតាឬសាមញ្ញទេខ្ញុំពិតជាចង់ឲ្យតម្លៃដល់ពួកគេជាខ្លាំងសូមណែនាំកម្មវិធីទូរស័ព្ទ Messenger X ជាកម្មវិធីដ៏ថ្មីសន្លាងសម្រាប់ការដោនឡូតធនធាននិងបើកមើលវីដេអូជាបណ្ណាល័យ Digital ទាំងមូលដែលមានធនធានសម្រាប់ការបង្កើតសិស្សពីលោកគ្រូចននិងអ្នកគ្រូលីសាបូវីរួមទាំងការបង្រៀនជាវីដេអូសៀវភៅសំឡេង e-book វីដេអូខ្លីៗព្រះគម្ពីរនិងច្រើនថែមទៀតកម្មវិធីនេះអាចប្រើប្រាស់នៅគ្រប់ឧបករណ៍ទាំងអស់និងឥតគិតថ្លៃដោយមានជាង111ភាសាការបង្កើតសិស្សសម្រាប់គ្រប់គ្នានៅគ្រប់ទីកន្លែងសូមដោនឡូតកម្មវិធីទូរស័ព្ទឬចូលទៅគេហទំព័រ messengerx.com ចំណុចនេះក៏ពាក់ព័ន្ធជាមួយនឹងការគោរពផ្នែកហិរញ្ញវត្ថុដែរខ្ញុំចាំថាមានពេលមួយដែលជំនួយការរបស់លីសាទៅផ្ទះយើងហើយលីសាធ្វើអ្វីមួយនៅផ្ទះបាយជំនួយការរបស់គាត់ក៏មានបញ្ហាផ្នែកហិរញ្ញវត្ថុលីសាក៏សួរថាចនបងឯងពូកែខាងរៀបចំលុយកាក់បងជួយរៀបចំលុយកាក់ជំនួយការអូនផងបានទេហើយខ្ញុំក៏ថាបាទចាំបងជួយគាត់ដូច្នេះខ្ញុំអង្គុយនៅទីនោះហើយជួយរៀបចំគម្រោងការថវិកាគាត់ហើយខ្ញុំក៏បានមើលពីចំណាយរបស់គាត់ខ្ញុំមើលពីចំណូលរបស់គាត់ហើយខ្ញុំក៏ភ្លាត់មាត់ឡើងថាហើយពេលនោះលីសានៅផ្ទះបាយហើយខ្ញុំក៏និយាយថាប៉ុណ្ណឹងគឺរួមមិនបានទេហើយខ្ញុំក៏សួរថាលីសាចំនួនត្រឹមប៉ុណ្ណឹងឲ្យគាត់រស់យ៉ាងម៉េចទៅហើយខ្ញុំក៏ទូរស័ព្ទទៅ CFO របស់យើងសួស្ដីវ៉ាវខ្ញុំកំពុងតែមើលលើលុយកាក់របស់ជំនួយការលីសាហើយប្រាក់ខែរបស់គាត់
ចំណាយមិនគ្រាន់ទេហើយខ្ញុំសួរថាតើប្រាក់ខែយើងបើកឲ្យតិចបំផុតប៉ុន្មានអ្នកដែលបានប្រាក់ខែទាបជាងគេនៅ Messenger International គឺចំនួនប៉ុន្មានទៅហើយគាត់បានប្រាប់ចំនួនមកខ្ញុំហើយខ្ញុំគិតថាពិតជាមិនគួរឲ្យជឿសោះប្រាក់ខែប៉ុណ្ណឹងគឺមិនអាចរស់បានទេខ្ញុំចង់ឲ្យបុគ្គលិកយើងទាំងអស់ខ្ញុំមិនខ្វល់ថាគេមានមុខតំណែងអីទេគឺឡើងដល់កម្រិតប៉ុណ្នេះហើយ CFO ក៏ស្ងាត់មួយសន្ទុះហើយក្រោយមកគាត់ក៏ប្រាប់ខ្ញុំថាបើយើងធ្វើអញ្ចឹងយើងនឹងក្លាយជាពន្ធកិច្ចដែលគេចង់ធ្វើការឲ្យច្រើនជាងគេនៅ Colorado Springs ប៉ុន្តែខ្ញុំមិនធ្វើវាដោយហេតុផលនោះទេខ្ញុំធ្វើវាដោយសារតែឲ្យតម្លៃលើបុគ្គលិកយើងគេលះបង់ជីវិតគេដើម្បីបម្រើដោយដែល Lisa និងខ្ញុំធ្វើហើយខ្ញុំចង់ឲ្យតម្លៃដល់ពួកគេអញ្ចឹងបុគ្គលិកទាំងអស់ទទួលការដំឡើងប្រាក់ខែនៅថ្ងៃនោះហើយមានស្ត្រីម្នាក់គាត់ទទួលការដំឡើងប្រាក់ខែ$6,000ក្នុងពេលតែមួយថ្ងៃហើយគាត់ក៏ទូរស័ព្ទទៅការិយាល័យហើយគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ហើយគាត់ថាគឺតាមពិតគាត់មានកម្រងលាឈប់ហើយត្រឡប់ទៅផ្ទះវិញទៅនៅជាមួយប៉ាម៉ាក់នៅរដ្ឋ Indiana ដោយសារតែប្រាក់ចំណូលរបស់គាត់នោះគឺចំណាយមិនគ្រប់គ្រាន់ទេគាត់ក៏បន្តធ្វើការជាមួយយើងហើយខ្ញុំក៏បានឮរឿងរ៉ាវផ្សេងទៀតស្រដៀងនោះដែរគាត់ក៏បានក្លាយជាអ្នកគ្រប់គ្រងម្នាក់សម្រាប់ពន្ធកិច្ចយើងហើយពិតជាប្រព័ន្ធដ៏ធំមួយអស្ចារ្យមែនទែនជាការអស្ចារ្យណាស់ដែល Lisa និងខ្ញុំបានទទួលរង្វាន់ក្នុងការដែលគាត់ធ្វើជាប្រព័ន្ធដ៏ធំធេងមកដល់ពន្ធកិច្ចយើងព្រោះយើងគោរពគាត់យើងឲ្យតម្លៃដល់គាត់ដូច្នេះបើអ្នកឲ្យតម្លៃដល់មនុស្សនៅលើផ្នែកហិរញ្ញវត្ថុអ្នកឲ្យតម្លៃពួកគេដោយពាក្យសម្ដីដោយការគិតដោយសកម្មភាពខ្ញុំសូមអានខនេះជាពិសេសបាននិយាយពាក់ព័ន្ធជាមួយចិត្តគំនិតគឺនៅព្រះគម្ពីរហ្វីលីបចែងដូច្នេះបងប្អូនអើយអ្វីដែលពិតអ្វីដែលស័ក្តិសមនឹងទទួលការគោរពនិងទទួលកិត្តិយសព្រមទាំងសមរម្យអ្វីដែលសុចរិតអ្វីដែលបរិសុទ្ធអ្វីគួរជាទីស្រឡាញ់អ្វីដែលប្រកបដោយចិត្តល្អនិងគួរឲ្យស្រឡាញ់និងប្រកបដោយព្រះគុណបើមានអ្វីមួយដែលប្រកបដោយគុណធម៌និងឧត្តមភាពបើមានអ្វីមួយដែលសមនឹងទទួលការសរសើរសូមស្ដាប់ត្រង់នេះសូមគិតឲ្យតម្លៃនិងពិចារណាពីសេចក្តីទាំងនោះសូមផ្ដោតចិត្តគំនិតលើសេចក្តីទាំងនោះពេលដែលអ្នកគិតគំនិតរិះគន់អំពីសិស្សរបស់អ្នកអំពីសមាជិកក្រុមអំពីមនុស្សជាបុគ្គលិកនៅក្នុងអង្គភាពអ្នកពេលអ្នកគិតរិះគន់អំពីសិស្សរបស់អ្នកតើអ្នកដឹងថាម៉េចទេអ្នកនឹងបង្កើតឲ្យមានការមាក់ងាយនៅក្នុងចិត្តអ្នកដូច្នេះអ្វីដែលអ្នកត្រូវធ្វើអ្នកត្រូវគិតអំពីពួកគេបែបនេះពួកគេមានបញ្ហាដែលត្រូវដោះស្រាយខ្ញុំចាំថាមានពេលមួយលីសារៀងមួម៉ៅបន្តិចហើយខ្ញុំក៏មួម៉ៅដែរយើងទាំងពីរមួម៉ៅជាមួយសមាជិកក្រុមរបស់យើងខ្លះរឿងនេះប្រហែលជាជាង20ឆ្នាំមុនហើយខ្ញុំចាំថាយើងពិតជាមួម៉ៅណាស់ហើយភ្លាមនោះខ្ញុំក៏នឹកឃើញគំនិតមួយខ្ញុំថាលីសាយើងរំពឹងឲ្យសមាជិកក្រុមយើងឆ្លៀសវៃដូចជាយើងហេតុអ្វីបានជាព្រះជាម្ចាស់ដាក់គេនៅក្រោមយើងប្រសិនបើពួកគេឆ្លៀសវៃនៅលើចំណុចទាំងនេះដូចជាយើងត្រូវមើលឃើញពួកគេដោយគំនិតខុសពីនេះយើងចាំបាច់មិនត្រូវមួម៉ៅហើយយើងត្រូវដឹងថាយើងមានឱកាសដើម្បីបង្រៀនអ្នកទាំងនេះឲ្យគេចម្រើនឡើងដើម្បីឲ្យគេមានផលិតភាពនៅក្នុងព្រះរាជទ្រង់ហើយគាត់មើលមុខខ្ញុំថាវ៉ាវមែនហើយនេះជារបៀបដែលខ្ញុំត្រូវផ្លាស់ប្ដូរការគិតរបស់ខ្ញុំព្រោះខ្ញុំបានគិតខុសនៅគំនិតជាច្រើនខ្ញុំពិតជាមួម៉ៅជាមួយគាត់ណាពិតជាមួម៉ៅជាមួយនាងណាមិនបានជាពួកគាត់មិនព្រមធ្វើអញ្ចេះពិតជាខកចិត្តណាស់ដែលគេមិនធ្វើអញ្ចឹងហើយខ្ញុំដឹងថាហេចនជាកំហុសរបស់លោកមិនបង្ហាញគំរូអំពីកិច្ចការនេះលោកមិនបង្រៀនអំពីកិច្ចការនេះហើយលោកជាអ្នកដែលចេះដឹងច្រើនជាងហើយលោកត្រូវអាចជួយដល់ពួកគេបានដូច្នេះនេះជាអ្វីដែលព្រះជាម្ចាស់ធ្វើហើយវាជាឱកាសមួយដើម្បីឲ្យមនុស្សរីកចម្រើនឡើងហើយបើអ្នកចេះតែអង្គុយគិតថាអូមិនបានជាមនុស្សយើងឥឡូវនេះល្ងងម្លេះបើអ្នកធ្វើអញ្ចឹងនោះអ្នកកំពុងធ្វើអ្វីអ្នកបណ្ដោយឲ្យការប្រមាថមើលងាយចូលមកកាន់ចិត្តអ្នកហើយសូមចាំថាវាចាប់ផ្ដើមនៅត្រង់នោះឯងការគោរពការប្រមាថមើលងាយចាប់ផ្ដើមនៅក្នុងដួងចិត្តមនុស្សម្នាក់គិតនៅក្នុងដួងចិត្តខ្លួនយ៉ាងណាជីវិតគេក៏យ៉ាងនោះដែរបើមនុស្សម្នាក់គិតនៅក្នុងដួងចិត្តគេយ៉ាងណាគេក៏នឹងមើលឃើញមនុស្សដែលគេថែទាំបែបនោះដែរដូច្នេះគេនឹងនិយាយបំបាក់ដល់ពួកគេនឹងនិយាយដែលមិនគោរពដល់អ្នកទាំងនោះគាត់នឹងប្រព្រឹត្តចំពោះពួកគេដោយធម្មតាដូច្នេះជាការសំខាន់ខ្លាំងណាស់ដែលយើងយល់ពីចំណុចនេះអ្នកដឹងទេនៅក្នុង style ដឹកនាំសប្តាហ៍ថ្ងៃនេះមាន style ដឹកនាំជាច្រើនមែនទែននៅក្នុងក្រុមជំនុំសប្តាហ៍ថ្ងៃនេះនៅក្នុងការធ្វើដំណើររបស់ខ្ញុំក្នុងពេលជាង35ឆ្នាំហើយធ្វើដំណើរជុំវិញពិភពលោកខ្ញុំបានមើលឃើញការដឹកនាំតាមបែបបុរាណបែបជឿនលឿនដឹកនាំបែបមានច្បាប់តឹងរឹងបែបកសាងក្រុមបែបផ្ដាច់ការបែបផ្ដាល់អំណាចបែបគ្រប់គ្រងរឿងតូចតាចគឺមានន័យថាមាន style ច្រើនផ្សេងគ្នាអូខេយើងអាចបង្រួម style ទាំងនោះចេញពីការដឹកនាំពីរប្រភេទផ្សេងគ្នាយើងអាចដាក់វាជាពីរក្រុមផ្សេងគ្នាទី1អ្នកដឹកនាំដែលពង្រឹងជីវិតទី2អ្នកដឹកនាំដែលពន្លិចជីវិតខ្ញុំសូមនិយាយជាមួយលោកអ្នកអំពីអ្នកដឹកនាំដែលពន្លិចជីវិតគាត់មើលឃើញមនុស្សហើយសូមស្ដាប់គាត់មើលឃើញមនុស្សថាជាយានដើម្បីសម្រេចនិមិត្តរបស់គាត់អូខេឬនាងមើលឃើញមនុស្សថាជាយានដើម្បីសម្រេចនិមិត្តរបស់នាងនោះគឺជាអ្នកដឹកនាំដែលពន្លិចជីវិតអ្នកដឹកនាំដែលពង្រឹងជីវិតមើលឃើញនិមិត្តជារបៀបមួយដើម្បីពង្រឹងមនុស្សអ្នកមើលឃើញចំណុចខុសគ្នាទេនិមិត្តត្រូវបានកំណត់មកដើម្បីកសាងមនុស្សមិនមែនដាក់មនុស្សឲ្យកសាងនិមិត្តទេនោះគឺជាចំណុចខុសគ្នាត្រង់នោះអូខេរីឯ
អ្នកដឹកនាំដែលពន្លិចជីវិតនិងព្យាយាមកសាងកេរ្តិ៍ឈ្មោះខ្លួនឯងជាជាងផ្ដល់អំណាចផ្ដល់ពរនិងលើកមនុស្សដែលគេធ្វើការជាមួយឡើងទាំងបរិសុទ្ធនិងស្ត្រីគេមានគំនិតបែបជាចក្រភពដែលថាអ្វីៗទាំងអស់គឺសំខាន់តែដើម្បីខ្ញុំអ្នកដឹកនាំដែលពង្រឹងជីវិតវិញមើលឃើញនិមិត្តដោយអ្វីដែលខ្ញុំបាននិយាយហើយថាជាយានដើម្បីបម្រើមនុស្សអ្នកដឹកនាំដែលពង្រឹងជីវិតកសាងមនុស្សឡើងគេយល់អំពីមុខតំណែងរបស់គេនៅក្នុងការដឹកនាំតាមពិតជាមុខតំណែងនៃការរ៉ាប់រងខ្ញុំកំពុងរ៉ាប់រងមនុស្សដែលជាកម្មសិទ្ធិរបស់ព្រះជាមនុស្សដែលព្រះបានផ្ទុកផ្ដាក់ដល់ខ្ញុំជាមួយនឹងអ្វីដែលទ្រង់ខ្វល់ខ្វាយអ្នកដឹងទេខ្ញុំចង់ឲ្យលោកអ្នកគិតពីវាបែបនេះឧទាហរណ៍ថាអ្នកមានកូនដែលមានអាយុ5ឆ្នាំនិងកូនដែលមានអាយុ6ឆ្នាំហើយអ្នកឲ្យគ្រូម្នាក់មើលថែពួកគាត់ហើយគ្រូបង្រៀននោះប្រព្រឹត្តចំពោះគាត់ដោយសម្រាមនៅសាលាហើយនិយាយបំបាក់ពួកគាត់ហើយធ្វើឲ្យពួកគាត់ខ្មាស់គេខ្លាំងអ្នកប្រកាសជាខឹងខ្លាំងហើយតើអ្នកស្រមៃមើលព្រះជាម្ចាស់មានអារម្មណ៍បែបណាបើអ្នកប្រព្រឹត្តចំពោះកូនទ្រង់បែបនោះបាទគឺមែនហើយអ្នកដឹកនាំដែលពង្រឹងជីវិតគឺមានផ្នត់គំនិតបែបជាព្រះរាជមិនមែនបែបត្រួតត្រាគេមើលឃើញរបៀបដែលព្រះបានប្រទានដល់ពួកគេផ្ដល់មុខងារដល់ពួកគេបំពាក់បំពន់គេនិងស្រាយឲ្យគេធ្វើកិច្ចការដឹកនាំបាននិយាយដែលត្រង់ជាមួយអ្នកសម្រាប់អ្នកដឹកនាំដែលពង្រឹងជីវិតមនុស្សអំណរដ៏ធំជាងគេគឺមើលឃើញមនុស្សដែលនៅក្រោមគេទទួលបានជោគជ័យសូម្បីតែជាមួយជោគជ័យរបស់គេក៏ដោយលោកសាវកយ៉ូហានមានប្រសាសន៍ថានៅពេលបងប្អូនយើងមកដល់ហើយរៀបរាប់ប្រាប់ខ្ញុំថាបងប្អូនស្ថិតនៅជាប់នឹងសេចក្តីពិតខ្ញុំសប្បាយចិត្តខ្លាំងណាស់នេះជាពាក្យចេញពីឪពុកដ៏ពិតនៃក្រុមជំនុំគ្មានអ្វីអាចធ្វើឲ្យខ្ញុំមានអំណរខ្លាំងជាងបានឮថាកូនចៅរបស់ខ្ញុំប្រតិបត្តិតាមសេចក្តីពិតនោះឡើយដូច្នេះគាត់មានអំណរខ្លាំងក្លានៅពេលឃើញកូនចៅគាត់មានទំនាក់ទំនងជាមួយព្រះមិនមែនអំពីសុខទុក្ខគាត់ទេអ្នកត្រូវតែគិតក្នុងនាមជាអ្នកដឹកនាំថាខ្ញុំមិនមានអំណរណាធំជាងក្រៅពីមើលឃើញមនុស្សដែលនៅក្រោមការដឹកនាំរបស់ខ្ញុំមានជោគជ័យខ្ញុំចាំថាពេលដែលខ្ញុំបានធ្វើការឲ្យពន្ធការីម្នាក់ជាង30ឆ្នាំមុនហើយបើមាននរណាម្នាក់អាចនិយាយថាពួកគេមានសុបិនឬបំណងចិត្តដែលព្រះបានដាក់នៅក្នុងចិត្តរបស់គេអ្នកនោះនឹងត្រូវគាត់ដកចេញហើយប្រព្រឹត្តដោយភាពអាម៉ាស់និងការប្រមាថមានមនុស្សច្រើនធ្លាប់មកជួបខ្ញុំជាច្រើនលើកហើយថាព្រះជាម្ចាស់បានដាក់អ្វីមួយយ៉ាងនៅក្នុងចិត្តខ្ញុំហើយខ្ញុំស្រឡាញ់អ្នកទាំងនោះណាស់ហើយអ្នកដឹងទេនៅក្នុងចិត្តខ្ញុំអាចនិយាយបានដោយត្រង់ថាខ្ញុំអបអរសាទរខ្ញុំសប្បាយចិត្តសម្រាប់ពួកគេណាស់ខ្ញុំចង់ឃើញពួកគេបានជោគជ័យព្រោះនោះជាអ្វីដែលអ្នកដឹកនាំដែលពង្រឹងជីវិតមនុស្សធ្វើព្រោះជោគជ័យទាំងឡាយដែលពួកគេមានខ្ញុំអាចចូលរួមចំណែកនៅលើវានោះជារបៀបដែលអ្នកចាំបាច់ត្រូវមើលឃើញខ្ញុំចាំថាកូនច្បងរបស់ខ្ញុំនិងខ្ញុំហាក់ដូចជារៀងប្រកួតប្រជែងគ្នានៅលើរឿងមួយហើយមានថ្ងៃមួយគាត់មើលមុខខ្ញុំហើយនិយាយថាប៉ាជោគជ័យទាំងឡាយណាដែលខ្ញុំមានតាមពិតគឺជាជោគជ័យរបស់ប៉ាគឺពេលខ្លះនេះជារបៀបដែលព្រះជាម្ចាស់ប្រើប្រាស់ពាក្យសម្ដីក្មេងៗដើម្បីស្ដីបន្ទោសយើងខ្ញុំភ្ញាក់ខ្លួនហើយគិតថាខ្ញុំពិតជាល្ងងណាស់ខ្ញុំប្រកួតប្រជែងជាមួយកូនខ្លួនឯងដើម្បីអីខ្ញុំនិយាយចំណុចទាំងនេះដោយសារខ្ញុំចង់ជួយដល់លោកអ្នកខ្ញុំចង់ជួយលោកអ្នកកុំឲ្យជួបបញ្ហាហើយរៀនពីវាដោយរបៀបលំបាកវាក៏កំ pl ៃណាស់ដែរឥឡូវនេះពេលយើងទៅលេងកូនហ្គោលកូនប្រុសខ្ញុំលេងបានបន្ទុកខ្ពស់មែនតើហើយខ្ញុំនិយាយថាអូនោះជាជោគជ័យរបស់ប៉ាហើយពេលកូនវាបានល្អអញ្ចឹងយ៉ាងណាមិញឥឡូវនេះខ្ញុំនិយាយលេងកំ pl ៃជាមួយពាក្យនោះប៉ុន្តែវាជាសេចក្តីពិតក្នុងចិត្តខ្ញុំហើយនៅមេរៀនបន្ទាប់យើងនឹងនិយាយអំពីរបៀបដែលប្តីអាចលើកកម្ពស់ដល់ជីវិតភរិយាកសាងភរិយាថែរក្សាភរិយាហើយឲ្យនាងរីកចម្រើនឡើងដោយសារតែគាត់គឺជាអ្នកដឹកនាំដែលលើកកម្ពស់ជីវិតក្រុមគ្រួសារសូមណែនាំកម្មវិធីទូរស័ព្ទ Messenger X ជាកម្មវិធីដ៏ថ្មីសន្លាងសម្រាប់ការ download ធនធាននិងបាក់មើលវីដេអូជាបណ្ណាល័យ Digital ទាំងមូលដែលមានធនធានសម្រាប់ការបង្កើតសិស្សពីលោកគ្រូចននិងអ្នកគ្រូលីសាបូវីរួមទាំងការបង្រៀនជាវីដេអូសៀវភៅសំឡេង e-book វីដេអូខ្លីៗព្រះគម្ពីរនិងច្រើនថែមទៀតកម្មវិធីនេះអាចប្រើប្រាស់នៅគ្រប់ឧបករណ៍ទាំងអស់និងឥតគិតថ្លៃដោយមានជាង111ភាសាការបង្កើតសិស្សសម្រាប់គ្រប់គ្នានៅគ្រប់ទីកន្លែងសូម download កម្មវិធីទូរស័ព្ទឬចូលទៅគេហទំព័រ messengerx.com